សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Homemade Food បាននាំយកនៅមុខម្ហូបដ៏សាមញ្ញមួយបែបទៀតហើយគឺញាំមីសួរគ្រឿងសមុទ្រដូច្នេះដើម្បីកុំឲ្យទន្ទឹងរង់ចាំយូរសូមទស្សនាអំពីគ្រឿងផ្សំនិងរបៀបធ្វើទាំងអស់គ្នាដោយជាដំបូងគឺយើងត្រូវការខ្ទឹមបារាំងចំនួន1មើមនិងធ្វើការហាន់ឬចិតខ្ទឹមបារាំងនោះជាចំណិតស្ដើងបំផុតបើសិនជាបងប្អូនអត់ចូលចិត្តញ៉ាំស្ដើងបងប្អូនអាចហាន់ក្រាស់ល្មមដូចនាងខ្ញុំក៏បានដែរហើយបន្ទាប់ពីយើងធ្វើការចិតខ្ទឹមបារាំងចំនួន1មើមនោះរួចហើយនាងខ្ញុំក៏បន្តទៅហាន់ជាមួយនឹងម្ទេសហើយសម្រាប់ម្ទេសនេះដែរគឺជាម្ទេសម៉ាឡេហើយម្ទេសនេះគឺអត់ហឹរទេគឺនាងខ្ញុំគ្រាន់តែហាន់ដាក់សម្រាប់យកពណ៌តែប៉ុណ្ណោះចាហើយបន្ទាប់មកទៀតនាងខ្ញុំក៏បន្តហាន់ជាមួយនឹងស្លឹកខ្ទឹមបន្ទាប់ពីហាន់ស្លឹកខ្ទឹមរួចហើយនាងខ្ញុំក៏ចិតក្រូចឆ្មានាងខ្ញុំប្រើក្រូចឆ្មា2ឬ3ផ្លែអាស្រ័យទៅលើមីសួរនិងគ្រឿងផ្សំរបស់បងប្អូនហើយបន្ទាប់មកទៀតនាងខ្ញុំធ្វើការស្រុះជាមួយនឹងមីសួរដែលមីសួរនេះយើងធ្វើការស្រុះឲ្យរាងឆ្អិនហើយបន្ទាប់មកទៀតនៅទឹកស្រស់មីសួរនោះដដែលនាងខ្ញុំក៏ស្រស់ជាមួយនឹងបង្គាបន្ទាប់ពីនាងខ្ញុំស្រស់បង្គារួចហើយនាងខ្ញុំក៏បន្ថែមជាមួយនឹងមឹកហើយបន្ទាប់ពីនោះគឺយើងធ្វើការស្រង់ចេញហើយយើងមិនបាច់ឲ្យឆ្អិនពេកទេមួយល្មមឆ្អិនបានហើយបន្ទាប់ពីធ្វើការស្រង់មឹកនិងបង្គានោះរួចហើយនាងខ្ញុំក៏ដាក់ខ្ទះប្រេងឆាបន្ទាប់មកនាងខ្ញុំធ្វើការឆាជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហើយយើងបន្ថែមជាមួយទឹកស្អ៊ីវបន្តិចដើម្បីឲ្យសាច់ជ្រូករបស់យើងមានជាតិហើយបន្ទាប់មកទៀតគឺយើងចាប់ដើមលាយជាមួយគ្រឿងគឺនាងខ្ញុំដាក់ទឹកត្រីចំនួន3ស្លាបព្រាទឹកក្រូចឆ្មាចំនួន3ស្លាបព្រាស្ករត្នោតនាងខ្ញុំប្រើជាមួយស្ករត្នោតចំនួន2ស្លាបព្រាកន្លះបន្ទាប់មកនាងខ្ញុំបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវ1ស្លាបព្រាហើយនាងខ្ញុំធ្វើការកូរបញ្ចូលទឹកសុះនោះឲ្យលាយចូលគ្នាហើយនាងខ្ញុំបន្ថែមជាមួយនឹងទឹកជា2ស្លាបព្រាហើយយើងធ្វើការកូរគ្រឿងនោះច្របល់ឲ្យវារលាយចូលគ្នាបានល្អបន្ទាប់មកនាងខ្ញុំបន្ថែមជាមួយនឹងម្ទេសដែលបានហាន់ហើយនឹងធ្វើការកូរច្របល់បញ្ចូលគ្នាហើយនាងខ្ញុំដាក់ជាមួយនឹងខ្ទឹមសហើយនាងខ្ញុំក៏បន្តកូរច្របល់បញ្ចូលគ្នាជាមួយនឹងខ្ទឹមសនោះរួចហើយនាងខ្ញុំបន្ថែមជាមួយនឹងសាច់ជ្រូកចិញ្ច្រាំបន្ទាប់ពីដាក់សាច់ជ្រូកចិញ្ច្រាំនោះចូលរួចហើយនាងខ្ញុំក៏ធ្វើការកូរគ្រឿងផ្សំនិងទឹកសុះនោះបញ្ចូលគ្នាទៀតហើយបន្ទាប់មកនាងខ្ញុំក៏ដាក់គ្រឿងសមុទ្រដែលយើងបានស្រុះហើយមានដូចជាបង្គានិងមឹកនោះហើយនាងខ្ញុំធ្វើការកូរដើម្បីឲ្យគ្រឿងសមុទ្រចូលជាតិជាមួយនឹងទឹកសុះនិងជាមួយនឹងសាច់ជ្រូកចិញ្ច្រាំនោះបន្ទាប់ពីឃើញថាចូលជាតិហើយនាងខ្ញុំក៏ដាក់មីសួរដែលយើងបានស្រុះហើយដាក់លាយបញ្ចូលគ្នានិងធ្វើការច្របល់មីសួរជាមួយនឹងគ្រឿងដែលយើងបានលាយហើយបន្ទាប់មកទៀតយើងធ្វើការកូរឲ្យមីសួរនោះចូលជាតិជាមួយនឹងទឹកសុះហើយនឹងគ្រឿងសមុទ្រនិងសាច់របស់យើងបន្ទាប់ពីនាងខ្ញុំកូរនឹងឲ្យចូលជាតិហើយជាចុងក្រោយគឺនាងខ្ញុំបន្ថែមជាមួយនឹងប៉េងប៉ោះហើយនឹងខ្ទឹមបារាំងហើយបន្ទាប់មកទៀតយើងធ្វើការលាយមិចគ្រឿងទាំងអស់ហ្នឹងបញ្ចូលគ្នាឲ្យសព្វជាមួយនឹងទឹកសុះហើយបងប្អូនធ្វើការកូរដូចនាងខ្ញុំបែបនេះលាយគ្នាបែបនេះបងប្អូនហើយយើងបន្ថែមស្លឹកខ្ទឹមជាចុងក្រោយឥឡូវយើងឃើញថាមីសួរញាំគ្រឿងសមុទ្ររបស់យើងនេះគឺរួចរាល់ហើយបងប្អូនតើបងប្អូនគិតយ៉ាងម៉េចដែរចំពោះ
របៀបធ្វើបែបនេះឥឡូវមីសួររបស់យើងបានរួចហើយបន្ទាប់ពីមីសួររួចហើយយើងនឹងធ្វើការភ្លក់ជាមួយមីសួរនេះទាំងអស់គ្នាបែបសាមញ្ញនិងងាយស្រួលធ្វើបងប្អូនអាចធ្វើញ៉ាំលេងកម្សាន្តបាននៅផ្ទះហើយបងប្អូនកុំភ្លេចសាកល្បងធ្វើតាមវិធីនេះទាំងអស់គ្នាណាអរគុណជួបគ្នានៅវីដេអូក្រោយ